រូបភាពដែលអ្នកកំពុងទស្សនានេះគឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃនៅក្នុងសង្កាត់អនាធិបតេយ្យដ៏ធំមួយនៅទីក្រុងចាកាតាប្រទេសឥណ្ឌូនេស៊ីកន្លែងនេះមិនមែនជាតំអន់ធម្មតាទេវាជាកន្លែងដែលជីវិតនិងគ្រោះថ្នាក់បានលាយឡំចូលគ្នាទីនេះគឺជាប្រភពនៃការឆ្លងរាលដាលនៃជំងឺជាច្រើនដូចជាជំងឺ AIDS ជំងឺឆ្លងតាមផ្លូវភេទផ្សេងៗនិងសូម្បីតែជំងឺដែលគ្រោះថ្នាក់ដល់អាយុជីវិតដូចជា Ebola ជាដើមភាពកក់ខ្វក់នឹងការរស់នៅដោយគ្មានអនាម័យបានធ្វើឲ្យតំបន់នេះក្លាយជាជម្រកដ៏ល្អសម្រាប់មេរោគរីករាលដាលសង្កាត់នេះមានភាពស្មុគស្មាញខ្លាំងរហូតទៅដល់អ្នកដឹកជញ្ជូនចំណីអាហារក៏ពិបាករកផ្លូវដែរកន្លែងនេះមានប្រជាជនជាង2លានអ្នកកំពុងរស់នៅដោយព្យាយាមតស៊ូដើម្បីរស់នៅតាមខ្សែជីវិតដ៏លំបាកប្រឡាយទឹកនៅទីនេះបានកកស្ទះដោយកាកសំណល់និងសម្រាមគ្រប់ប្រភេទអ្វីដែលគួរឲ្យសង្វេគនោះគឺទឹកកកខ្វក់នៅក្នុងប្រឡាយនេះគឺជាប្រភពទឹកតែមួយគត់ដែលអ្នកស្រុកប្រើប្រាស់សម្រាប់ងូតទឹកលាងចាននិងសូម្បីតែចម្អិនអាហារប្រជាជននៅទីនេះរស់នៅក្នុងខ្ទមតូចៗដែលសង់ពីឈើបន្ទាក់ហើយមើលទៅហាក់ដូចជាអាចរលំបាក់បានគ្រប់ពេលប្រាក់ចំណូលប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗគឺតែជាង3យន់ប្រហែល $0.4 អាមេរិកពួកគេភាគច្រើនរកប្រាក់ចំណូលដោយការរើអែតចាយនិងបំបីសម្រាមយុវតីជាច្រើនដែលរកការងារសមរម្យមិនបានក៏ត្រូវបង្ខំចិត្តស្វែងរកការរស់នៅក្នុងតំបន់ប៉ប្រផេះដែលពាក់ព័ន្ធនឹងអាជីវកម្មងងឹតមនុស្សដែលរស់នៅទីនេះទន្ទឹងរង់ចាំបំផុតគឺរដូវភ្លៀងធ្លាក់ខ្លាំងហេតុផលគឺដោយសារតែមានតែទឹកភ្លៀងទេទើបអាចឲ្យពួកគេងូតទឹកលាងសម្អាតខ្លួនបានយ៉ាងរីករាយដើម្បីបំបត្តិភាពហត់នឿយនិងកខ្វក់ដែលជាប់លើខ្លួនជារៀងរាល់ថ្ងៃការតស៊ូរស់នៅរបស់ប្រជាជននៅយ៉ាកាតានេះគឺជាជម្រើសចុងក្រោយរបស់មនុស្សដែលរស់នៅក្នុងស្ថានភាពអស់សង្ឃឹមដើម្បីបន្តជីវិតទៅមុខរឿងរ៉ាវនេះបានបង្ហាញពីភាពលំបាកពិតប្រាកដដែលនៅមាននៅលើពិភពលោកតើអ្នកយល់យ៉ាងណាដែរចំពោះការរស់នៅនិងជីវិតតស៊ូរបស់ពួកគេ